ថ្ងៃនេះមកជួបគ្នាម្ដងទៀតហើយពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញពីមុខម្ហូបថ្មីសាច់ជ្រូកបំពងស្រួយឆាម្រះព្រៅខ្ទឹមសបងប្អូនបាទឥឡូវនេះយើងចាប់ផ្ដើមបេះម្រះព្រៅរបស់យើងបងប្អូនបាទបន្ទាប់មកសាច់ជ្រូកនេះគឺយើងមានចំនួនកន្លះគីឡូយើងលាងទឹកវាឲ្យស្អាតមកបងប្អូនហើយយើងដាំទឹកស្ងោរទៅបងប្អូនមិនចាំបាច់ដាក់គល់លក្រៃឬមកស្លឹកក្រូចសើចអីទេបងប្អូនបាទស្ងោរវាឲ្យឆ្អិនមកល្មមទៅបាទសម្រាប់បងប្អូនថ្មីដែលមិនទាន់បានជួយចុច Subscribe Channel YouTube ខ្ញុំសូមជួយចុច Subscribe និងរូបកណ្ដឹងនិងជួយ Follow Page ខ្ញុំម្នាក់មួយផងនឹងបានវីដេអូធ្វើមុខម្ហូបថ្មីពីខ្ញុំជារៀងរាល់ថ្ងៃបាទយើងស្ងោរវាឲ្យឆ្អិនសិនបងប្អូនពូមីងទាំងអស់គ្នាចាំយើងយកសាច់ជ្រូកហ្នឹងទៅប្រឡាក់ជាមួយនឹងទឹកស៊ីអ៊ីវបងប្អូនណាបាទទឹកស៊ីអ៊ីវយើងមានតែទឹកស៊ីអ៊ីវរូបគោនិងទឹកស៊ីអ៊ីវខាប់បន្តិចមកបងប្អូនដើម្បីប្រឡាក់ឲ្យវាបំពងទៅឲ្យវាក្រហមល្អណាបងប្អូនបាទយើងប្រឡាក់វាទៅហើយយើងដាក់ភ្លើងដាក់ប្រេងយើងឲ្យក្តៅល្អបងប្អូនបាទឲ្យក្តៅល្អហើយចាំយើងដាក់បំពងសាច់ជ្រូក3ជាន់មកយើងចូលយកតែម្ដងបងប្អូនពូមីងទាំងអស់គ្នាណាបាទបំពងដាក់បំពងវាយកតាមការចូលចិត្តបងប្អូនចូលចិត្តស្រួយខ្លាំងបងប្អូនដាក់ឲ្យស្រួយណាបងប្អូនពូមីងទាំងអស់គ្នាសម្រាប់សាច់ជ្រូកឆាម្រះព្រៅនេះដែរគឺឆ្ងាញ់បងប្អូនពូមីងបើសិនជាបងប្អូនពូមីងចង់ហូបហិលគឺបងប្អូនពូមីងទាំងអស់គ្នាអាចដាក់ម្ទេសហិលដាក់អីបានបងប្អូនណាបាទនេះយើងសាច់ជ្រូកយើងដាក់បំពងចូលអញ្ចឹងមកបងប្អូនពូមីងទាំងអស់គ្នាឲ្យប្រេងវាក្តៅល្អទៅយើងដាក់ឲ្យក្តៅបំពងឲ្យស្រួយអញ្ចឹងឆ្អិនមកល្មមយើងស្រង់វាទុកបន្តិចយើងបើកភ្លើងឲ្យខ្លាំងឲ្យប្រេងនឹងវាក្តៅខ្លាំងយើងដាក់បំពងសាច់ជ្រូកចូលម្ដងទៀតបងប្អូនដើម្បីឲ្យស្បែកវាស្រួយល្អបងប្អូនពេលដែលយើងយកមកឆាទៅគឺហូបទៅស្រួយស្រាប់តែម្ដងបងប្អូនពូមីងទាំងអស់គ្នាណាបាទអានឹងសម្រាប់តិចនិចបំពងណាបងប្អូនពូមីងទាំងអស់គ្នាបាទបងប្អូនពូមីងទាំងអស់គ្នាកុំភ្លេចជួយ share វីដេអូនេះម្នាក់មួយផងបងប្អូនពូមីងទាំងអស់គ្នាបងប្អូនមើលវីដេអូនេះហើយបងប្អូនប្រកាសជាចេះបងប្អូនពូមីងទាំងអស់គ្នាណាបាទមើលវីដេអូនេះហើយយើងស្រង់វាចេញមកបងប្អូនមិនចាំបាច់ទុកឲ្យត្រជាក់ទាំងអីទេបងប្អូនពូមីងយើងយកមកកាប់យកតែម្ដងបងប្អូនកាប់យកតាមតម្រូវការស្រេចតែបងប្អូនពូមីងទាំងអស់គ្នាណាបាទកវិតនេះវាមុតខ្លាំងពេកកាត់ទៅវាជ្រុលដល់ជ្រុញទៀតបងប្អូនបាទយើងកាប់សាច់ជ្រូកនឹងយកតាមតម្រូវការមកប៉ិនម្រាមដៃបងប្អូនខ្ញុំកាប់យកប៉ិនម្រាមដៃមកល្មមមកបងប្អូនសម្រាប់យើងស្រួលហូបណាកាលណាយើងកាប់វារឹងក្រាស់ពេកក៏បាក់ហូបដែរបងប្អូនភូមិបាទអញ្ចឹងហើយបងប្អូនកាប់ដាក់មកល្មមសំរុំរៀងខ្លួនមកបងប្អូនបាទហើយបន្ទាប់មកយើងយកវាយកទៅឆាជាមួយនឹងម្រះព្រៅបងប្អូនពូមីងទាំងអស់គ្នាបើសិនជាបងប្អូនត្រូវការដាក់ម្ទេសបងប្អូនពូមីងទាំងអស់គ្នាយកខ្ទឹមសខ្ទឹមក្រហមជាមួយនឹងម្ទេសហិលលាយជាមួយនឹងម្រេចបន្តិចបងប្អូនណាម្រេចម៉ត់យើងហ្នឹងបងប្អូនបុកវាឲ្យម៉ត់ទៅចាំយកមកវីជាមួយនឹងប្រេងបងប្អូនបាទអានេះយើងដាក់ខ្ទឹមក្រហមលីងវាឲ្យឈ្ងុយសិនបងប្អូនពូមីងទាំងអស់គ្នាឆាសាច់ជ្រូកជាមួយនឹងម្រះព្រៅនេះត្រូវការប្រើខ្ទឹមក្រហមរៀងច្រើនបន្តិចហើយយើងលីងខ្ទឹមក្រហមហ្នឹងឲ្យវាឆ្អិនល្អឲ្យវាឈ្ងុយល្អសិនទៅយើងឆាម្រះព្រៅជាមួយនឹងសាច់ជ្រូកបំពងស្រួយខ្ទឹមសយើងនេះគឺវាមានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនពូមីងទាំងអស់គ្នាបើសិនជាយើងវីអាខ្ទឹមក្រហមរបស់យើងនឹងមិនឆ្អិនល្អវាមិនឈ្ងុយល្អទេពេលដែលយើងឆាទៅភ្លាមវាអត់ទាន់ធំក្លិនកពុលខ្ទឹមទេបងប្អូនតែបើសិនជាទុករៀងតែជាបន្តិចដឹងតែកពុលខ្ទឹមហូបអត់កើតទេបើសិនជាបងប្អូនអត់ចូលចិត្តខ្ទឹមណាតែបើបងប្អូនចូលចិត្តខ្ទឹមប្រហែលគាត់អាចហូបបានបងប្អូនណាអានេះគឺជាតិចនិចនិងកលឹះសម្រាប់យើងធ្វើទៅពេលដែលតិចទៅក៏វានៅឈ្ងុយដែរបងប្អូនពូមីងទាំងអស់គ្នាបាទបើសិនជាយើងវីវាអត់ឲ្យក្រហមល្អទេខ្ទឹមក្រហមនឹងឆ្អិនល្អឈ្ងុយល្អទេដល់ពេលមកហូបយើងពេលដែលទុកតិចទៅគឺយើងហូបអត់កើតទេបងប្អូនបើសិនជាបងប្អូនអត់ចូលចិត្តខ្ទឹមបាទតែបើបងប្អូនចូលចិត្តខ្ទឹមហូបខ្ទឹមច្រើនឬមកក៏អីអានឹងអត់បញ្ហាទេបងប្អូនវីតែយកតែមកឆ្អិនល្មមបានមិនចាំបាច់ដល់ឈ្ងុយខ្លាំងទេបងប្អូនបាទនេះយើងដាក់ខ្ទឹមសយើងចូលមកវីវាឲ្យឈ្ងុយជាមួយខ្ទឹមសខ្ទឹមក្រហមនឹងចូលគ្នាសពហើយសាច់ជ្រូកនេះគឺយើងធ្វើលឿនទេបងប្អូនយូរតែពេលបំពងបងប្អូនអាពេលឆាហ្នឹងលឿនមែនតើមកដាក់តែលីងខ្ទឹមរបស់យើងឲ្យតែឈ្ងុយល្អមកសាច់ជ្រូកយើងកាប់ហើយយើងចាក់ចូលមកបងប្អូនបន្ទាប់មកយើងដួសទឹកសុសដាក់ចំនួន
60 ml មកគឺជាការស្រាច់ហើយបងប្អូនពូមីងទាំងអស់គ្នាណាគឺងាយស្រួលបំផុតបងប្អូនពូមីងទាំងអស់គ្នាធ្វើឲ្យដឹងតែឆ្ងាញ់ 100% បងប្អូនធ្វើទៅល្មមមកឆ្ងាញ់ប្រៃផ្អែមមកសិនជាបងប្អូនចូលចិត្តហូបជាមួយនឹងអាជាទៀតត្រូវគ្នាណាបងប្អូនពូមីងបន្ទាប់មកយើងវីទឹកសោសជាមួយសាច់ជ្រូកយើងចូលជាតិបន្តិចយើងចាប់ផ្ដើមដាក់ម្រះព្រៅយើងកន្លោះបន្តិច 2-3 ឆាច់មកបងប្អូនពូមីងទាំងអស់គ្នាគឺដាក់ចានឲ្យភ្ញៀវហូបបានហើយពុកម៉ែបងប្អូនទាំងអស់គ្នាណាអត់ជាបញ្ហាអីទេធានារសជាតិជូនតែម្ដងបងប្អូនបើសិនជាចង់បានជាប្រភេទទឹកសោសបងប្អូនចង់បានភាពងាយស្រួលក្នុងការចម្អិនម្ហូបបងប្អូនអាចតាក់ទងមករៀននៅបានទាំងរូបមន្តទាំងទឹកសោសបងប្អូនពូមីងទាំងអស់គ្នាតម្លៃសមរម្យទេបាទអរគុណជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នាមុខម្ហូបយើងគឺឆ្អិនរួចរាល់ហើយសាច់ជ្រូកឆាម្រះព្រៅខ្ទឹមសបងប្អូនពូមីងទាំងអស់គ្នាបាទជួបគ្នាវីដេអូក្រោយបាយបាយ